យូរយូរពួកម៉ាក់បានជួបគ្នាម្ដងអញ្ចឹងកុំឲ្យឱកាសនេះរំលងផុតឲ្យសោះណាបងប្អូននិយាយពីថាមួយឆ្នាំបានជួបជុំគ្នាតែ2 3ដងទេបើសិនរវល់រៀងខ្លួនទៀតគឺអត់តែម្ដងអញ្ចឹងបានថាពេលពួកយើងដើរលេងទៅណាមកណាគឺតែតែចំណាយពេលមួយគ្នា2 3ម៉ោងហើយបើនិយាយពីសាច់រឿងវិញបងប្អូនហើយ2 3លានរឿងនិយាយមិនអស់ទេមិនដឹងថាប្រហែលថ្ងៃដែលយើងអាចនិយាយអស់ហើយណាហើយសុបាយផងអីអញ្ចឹងទៅហើយខ្ញុំប្រាប់ពីព្រឹត្តិការណ៍មុនកើតហេតុដំបូងឡើយគឺខ្ញុំបានទាញកាមេរ៉ាថតវីដេអូលេងអីចឹងទៅស្រាប់តែមានបរិសសង្ហាម្នាក់មកតាមពួកយើងទាំង3នាក់និយាយពីយើងនេះវិញអត់ដែរដល់ពេលអញ្ចឹងរៀងស្លន់ស្លោបន្តិចរត់ចូលមកដើម្បីសុវត្ថិភាពអីចឹងទៅយើងភ័យដែរអញ្ចឹងណាអីបងប្អូនហើយនិយាយពីថាខ្ជូតដែរទៅពេលអញ្ចឹងលេងចរិតតិចហើយធ្វើចរិតស្អីស្អាតតិចហើយចាហើយឥឡូវពេលដែលដើរហត់សប្បាយអីចឹងទៅគឺចាប់ផ្ដើមមកទិញទឹកសុទ្ធញ៉ាំហើយចាហើយដោយសារតែយើងញ៉ាំអីនៅខាងក្រៅហើយអញ្ចឹងក៏បានមកលេងនៅកន្លែងស្ពានស្ទឹងសែនមើលសួនមើលមនុស្សម្នានិយាយពីថាបុណ្យចូលឆ្នាំខ្មែរចប់ហើយមួយថ្ងៃហើយហ្នឹងបងប្អូនក៏នៅតែមានមនុស្សចូលលេងហើយកំសាន្តហើយសំខាន់នៅកន្លែងចិត្តសួនស្ទឹងសែនហ្នឹងគឺមានការលក់ចំណីអាហារហើយរបស់ញ៉ាំបែបឈៀលអីចឹងណាបងប្អូនហើយសំខាន់ហ្នឹងគឺពួកខ្ញុំញ៉ាំឆ្អែតអស់ហើយពេលចឹងអត់បានទៅអង្គុយអីនិយាយលេងគ្នានៅហ្នឹងទេមានទាំងកន្លែងក្មេងលេងអីទៀតចឹងទៅប៉ាម៉ាក់ញ៉ាំអីហើយក៏មានកន្លែងក្មេងលេងចឹងទៅសំខាន់ទេសភាពនៅស្ពានស្ទឹងសែនហ្នឹងគឺស្អាតខ្លាំងមែនតើមានទាំងស្ពានចាស់ស្ពានថ្មីហើយដេគ័រភ្លើងយ៉ាងស្រស់ស្អាតនិងទាក់ទាញនិយាយទៅខ្ញុំចាប់ផ្ដើមចាមកថតប្លុក3នាក់មិត្តភ័ក្តិហើយសួរថាណាគេថតឲ្យចាគឺដាក់កាមេរ៉ាចោលពូម៉ាក់ខ្ញុំថាអត់មើលថាចេះចំដាក់ហ្នឹងថត style ចុះថត style ឡើងតិចគេយកទូរស័ព្ទបាត់ចាមិនបាច់ភ័យទេគឺថាខ្ញុំឃើញកាមេរ៉ាខ្ញុំឈោមមើល24ម៉ោងតែម្ដងមកថតតែលើកលែងតែភ្លេចទេថតកន្លែងលេង style ចុះលេង style ឡើងចាប់បដ ாய் ហើយមើលទាំងពីរអ្នកហ្នឹងគេខ្សឹបខ្សៀវអីណាបងប្អូនពេលដែលខ្ញុំពង review ម្នាក់ឯងអញ្ចឹងណាហើយខ្ញុំនេះវិញគាត់ថាបានកបោកម្មាខ្មែរនឹងមួយកាន់កវីកវត្តពេញភូមិហ្នឹងឯងបងប្អូនហ្នឹងគឺអត់ខ្វល់អីទាំងអស់ហើយពីរនាក់គេឈរនិយាយទៅពីរនាក់ទៅហើយខ្ញុំនេះគឺថាឈរមើលទូរស័ព្ទទេបងប្អូនឯងមិនបានទៅថតទូរស័ព្ទថតខ្លួនឯងទេហើយជពាក់អាវក្រហមហ្នឹងនិយាយពីទីឲ្យជូនទៅផ្ទះវិញដើរលេងតាន់បានប្រហែលម៉ោងស្រួលបួផងអូយប្រញាប់កូនចៅនៅផ្ទះហើយខ្ញុំនេះវិញក៏មានកូនដែរតែខ្ញុំមិនដែលទៅខ្វល់អីផងដោយសារអីកូនខ្ញុំឲ្យតែបានមកស្រុកគេមិនដែលតាមខ្ញុំទេគេតាមចាស់បងប្អូនយាយតាគេហើយមិនដែលនេះទេហើយក៏មិនដែលសូវឲ្យខ្ញុំរវល់ពិបាកអីច្រើនណាស់ខ្ញុំក៏អាងប៉ាម៉ាក់ខ្ញុំមើលដែរអញ្ចឹងខ្ញុំមិនសូវខ្វល់ទេបងប្អូនខ្ញុំនៅពីផ្ទះអីចឹងទៅបន្ទាប់ពីថតលេងសើចសប្បាយរួចហើយគឺយើងចាប់ផ្ដើមចារៀបចំទៅផ្ទះវិញនិយាយពីថាកប់សេរីរីតែម្ដងដោយសារតែយើងជួបគ្នាហ្នឹងក៏យូរគួរសមនិយាយរឿងក៏ច្រើនប៉ុន្តែនិយាយមិនទាន់អស់ណាបងប្អូនបានជួបគ្នាម្ដងដឹងចាក់ប្រហែលទីទេបានអស់រឿងនោះនិយាយពីនោះអីចឹងទៅបើសួរថានិយាយដើមគេមិនមែនទេបងប្អូនឯងនិយាយទៅដើមខ្លួនឯងនឹងទៅណាមិនអស់តែពេលខ្លះចិត្តធ្វើនិយាយលេខឲ្យតែបានសាយថាជួបគ្នានិយាយដើមគេក៏ពិតគ្មានទេនិយាយតែពីទុកលំបាកខ្លួនឯងរឿងរ៉ាវដែលខ្លួនឯងជួបបត់ពិសោធន៍ពីនេះពីនោះអីចឹងទៅហើយពួកម៉ាក់ខ្ញុំនេះគឺថាគាត់ម្ចាស់ស្រុកហើយអញ្ចឹងត្រូវជូនពួកម៉ាក់ទៅមកចាវីដេអូនេះក៏បានបញ្ចប់បាយ